សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel សម្រាយរឿងទាំងអស់គ្នានៅថ្ងៃចូលរៀនដំបូងម្ដាយចំបានចូលមកដាស់ចំដល់បន្ទប់ស្រាប់តែឃើញអាអូនតូចរបស់ចំក៏ក្រោកដែរពេលនោះចំមានភាពខ្នះអៀនម្ដាយជាខ្លាំងម្ដាយចំបាននិយាយថាធ្លាប់ឃើញតាំងតែពីតូចទៅខ្មាស់អីចំបានឲ្យម្ដាយចេញសិនទៅចាំចំទៅតាមក្រោយពេលនោះបងចំក៏មកដល់ក៏និយាយរឿងស្រីតែម៉ាក់ក៏បាននិយាយថាកុំតន់គិតរឿងស្រីខ្លាចរៀនមិនចប់បងប្រុសក៏បានតបថារម៉ាក់ចង់ឲ្យវាមានប្រុសចូលមកដល់កន្លែងដែលចំមករស់បន្ទប់ថ្ងៃដំបូងក៏បានឈិនដាបុកនៅត្រង់កាំចិណ្ដាធ្វើឲ្យរបស់របររព្រោះចំធ្លាក់ពីលើដៃរបស់ចំទាំងអស់ចំបានចាប់ទាញដៃឈិនហើយសម្លឹងគ្នាឡើងមួយសន្ទុះហើយឈិនក៏បាននិយាយថាស្អីឯងមើលមុខយើងធ្វើអីចំបានតបថាមកពីឯងដាបុកយើងបើយើងធ្លាក់ពីលើកាំចិណ្ដាទៅអ្នកណាទទួលខុសត្រូវឈិនក៏បានសូមទោសចំតែចំមិនសុខចិត្តទេទៅឈិនបាននិយាយថាឬឯងចង់បានលើពីពាក្យសូមទោសចំបាននិយាយថាសូមទោសក៏សូមទោសចូលមកដល់កន្លែងនេះវិញសិស្សច្បងបានហើយចំឡើងមកខាងមុខដោយសារចំមិនមានប៉ាយឈ្មោះសិស្សច្បងបាននិយាយថាគ្រាន់តែប៉ាយឈ្មោះប៉ុណ្ណឹងទទួលខុសត្រូវមិនបានតែជីវិតនេះទទួលខុសត្រូវអ្វីបាននោះចំក៏បានយំហើយផិតបានសម្លឹងមុខសិស្សដូចជាចង់សម្លាប់សិស្សច្បងអញ្ចឹងពេលនោះសិស្សច្បងចឹងជាខ្លាំងក៏បានឲ្យពួកគេលោតកង្កែបចំនួន200ដងចូលមកដល់ត្រង់កន្លែងនេះវិញសិស្សច្បងបានមកជួបចំហើយចំក៏បានសួរភីមេលថាបងមានការអីមែនហើយភីមីនបាននិយាយថាចំនៅខឹងបងមែនចំបានតបថាអត់មកខ្ញុំភ្លេចប៉ាយឈ្មោះខ្លួនឯងភីមេបានសូមទោសហើយក៏បានបួលចំទៅញោមអីប៉ុន្តែត្រូវបានភីផិតនិងឈិនបានមកកាត់មិនឲ្យចំទៅជាមួយភីមីនទេចូលមកដល់កន្លែងនេះវិញឈិនបានផ្ញើខ្សែរកឲ្យចំទុកចំបាននិយាយថាឲ្យយើងទុកធ្វើអីតិចយើងយកទៅចោលឈិនបានតបវិញថាស្រេចតែឯងទេបើឯងយកទៅចោលឯងត្រូវចាំថាចិត្តនៅនឹងខ្សែរកនៅនឹងចិត្តខ្សែរកនៅទីណាចិត្តយើងក៏នៅទីនោះដែរចូលមកដល់កន្លែងនេះវិញចំនឹងមិត្តបាននាំគ្នាមកផឹកនៅហាងប្រចាំរបស់សិស្សច្បងពេលនោះភីមេបានឲ្យបងហេវយកទៅថែមឲ្យចំនឹងមិត្តឲ្យស្រវឹងខ្លាំងព្រោះតែភីមេមានគម្រោងមិនល្អទៅលើចំផិតមើលទៅដូចមិនសូវល្អក៏បានឲ្យឈិនជូនចំត្រឡប់ទៅផ្ទះវិញលុះដល់ព្រឹកឡើងចំបានក្រោកឡើងហើយបានគិតថាឈិននឹងបានធ្វើអីចំដោយសារតែចំឈឺគូតតាមការពិតទៅចំបានអុកគូតដោយសារតែចំបានក្អួតដាក់ឈិនហើយឈិនបានទម្លាក់ទៅលើដីតែឈិនក៏មិនបានប្រកែកទៀតថែមទាំងធ្វើឲ្យចំកាន់តែយល់ច្រឡំថែមទៀតតែចំមិនជឿទេតែឈិនបាននិយាយថាឯងចង់មើលវីដេអូអត់ចុះចំបាននិយាយថាវីដេអូដែលយើងដេកពីនោះអីចំក៏បានឲ្យឈិនលុបវីដេអូចោលទៅតែឈិនមិនព្រមទេឈិនបាននិយាយថាបើយើងលុបឯងឲ្យអីយើងចំសួរថាឯងចង់បានអីឈិនតបថាយើងចង់បានឯងចូលមកដល់កន្លែងនេះវិញភីមេបានផិតតាក់ទងជាមួយប្អូនស្រីរបស់ខ្លួនធ្វើឲ្យគាត់ខឹងជាខ្លាំងងើចូលមកដល់កន្លែងនេះវិញឈិនលេងហ្គេមជាមួយចំដោយសារចាញ់ពេកចំចង់ត្រឡប់ទៅបន្ទប់វិញតែឈិនបានខត់ចំឲ្យនៅមើលវីដេអូថ្មីជាមួយគ្នាសិនមើលបានមួយសន្ទុះចំក៏មានអារម្មណ៍ក៏ត្រឡប់ទៅបន្ទប់តែឈិនបានខាត់មិនឲ្យទៅទេឈិនក៏បានជួយចំរហូតដល់គោលដៅពេលដែលឈិនបានជួយចំដល់គោលដៅហើយឈិនបានឲ្យចំជួយខ្លួនឲ្យដល់គោលដៅវិញម្ដងចូលមកដល់កន្លែងនេះវិញភីមេលឆ្លៀតឱកាសសងសឹកនៅពេលដែលផិតស្រវឹងក៏បានមានអីជាមួយផិតថែមទាំងបានថតវីដេអូទៀតផងធ្វើឲ្យផិតខឹងជាខ្លាំងក៏ព្រោះតែភីមេលសងសឹកមិនឲ្យផិតតាក់ទងជាមួយប្អូនស្រីខ្លួនទេចូលមកដល់កន្លែងនេះវិញឈិនបានខឹងជាខ្លាំងដោយសារតែឃើញចំទៅស្និទ្ធស្នាលជាមួយផ្សេងពេលនោះដែលចំក៏បានឃើញឈិនទៅស្និទ្ធស្នាលជាមួយអ្នកផ្សេងម្ដងដោយសារតែការប្រច័ណ្ឌចំបានទៅដើរលេងជាមួយភីមេម្ដងដែលធ្វើឲ្យឈិនឃើញប្រច័ណ្ឌចំកាន់តែខ្លាំងពេលនោះអ្នកទាំងពីរបានឆ្លោះគ្នាដោយសារតែការប្រច័ណ្ឌចូលមកដល់កន្លែងនេះវិញនៅក្នុងបណ្ណាល័យឈិនបានអោបចំពីក្រោយដោយបាននិយាយថាយើងចូលចិត្តក្លិនរបស់ឯងហើយក៏បានថើបគ្នាចំក៏បានយករឿងមនុស្សទៅប្រឹក្សាជាមួយមិត្តរបស់ចំណែកឯកភីមេវិញគឺអង្គុយខូចចិត្តផឹកស្រាក្នុងបារចូលមកដល់កន្លែងនេះវិញប្អូនភេទក៏បាបសួររកភីមេហេតុអីថ្ងៃនេះគាត់មិនមករាល់ដងឃើញគាត់ជូនមករថ្ងៃភីមេគាត់យល់ចិត្តបងដែរតាមិនថាបងស្រឡាញ់អ្នកណាទេខ្ញុំមិនខ្វល់ពីភេទទេត្រឹមក្តីសុខឲ្យគ្នាក៏គ្រប់គ្រាន់ហើយពេលនោះម្ដាយរបស់ផិតក៏សួរថានាំគ្នានិយាយអីប្អូនផិតបានតបថាភីផិតគ្រាន់តែនឹកភីមេធម្មតាទេផិតបានតបវិញថាអ្នកណានឹកវាពេលនោះម្ដាយរបស់ផិតបាននិយាយថាផិតស្រឡាញ់អ្នកណាម៉ាក់ក៏ស្រឡាញ់អ្នកនោះដែរចូលមកដល់កន្លែងនេះវិញភីមេគាត់ថាសួរម៉ាក់ថាមុនជួបប៉ាម៉ាក់ធ្លាប់ស្រឡាញ់អ្នកណាម៉ាក់តបថាមានច្រើនណាស់យើងមានលុយយើងស្រឡាញ់អ្នកណាក៏បានដែរកូនចូលមកដល់កន្លែងនេះវិញផិតបានជួបភីមេដើម្បីដោះស្រាយរឿងដែរបានសន្យាជាមួយគ្នាប៉ុន្តែភីមេមិនព្រមទេដោយសារតែភីមេជាប់ចិត្តស្រឡាញ់ផិតមិនចង់ឲ្យផិតទៅណាទេចូលមកដល់កន្លែងនេះវិញចំក៏បានសារភាពសុំឈិនធ្វើសង្សារនឹងគ្នានៅពេលឈិនបានទៅជួបមីមស្រាប់តែចំឃើញធ្វើឲ្យចំខូចចិត្តជាខ្លាំងឈិនបានមកសូមទោសចំដែលធ្វើឲ្យចំទៅជាបែបនេះចំបានតបថាយើងត្រឡប់ទៅជាមិត្តនឹងគ្នាដូចដើមវិញទៅតែឈិនមិនព្រមទេសូមត្រឹមចំបាត់ខឹងក៏គ្រប់គ្រាន់ហើយសម្រាប់រឿងនេះបានបញ្ចប់ជួយ Subscribe ផងសូមអរគុណ